អត់ដឹងនាយករដ្ឋមន្ត្រីកម្ពុជាថៃនិងវៀតណាមទទួលបានប្រាក់ខែប៉ុណ្ណេះពេលកាន់តំណែងកាន់តំណែងជានាយករដ្ឋមន្ត្រីប៉ិតណាស់ជាតួនាទីមួយដ៏ធំដែលត្រូវរ៉ាប់រងមើលការខុសត្រូវដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើនហើយជាពិសេសរាល់ការសម្រេចចិត្តលើកិច្ចការងារអ្វីមួយសុទ្ធសឹងតែជាអាយុជីវិតរបស់ប្រទេសជាតិទន្ទឹមនឹងការងារដ៏មានសម្ពាធបែបនេះតំណែងជានាយករដ្ឋមន្ត្រីក៏ទទួលបាននៅប្រាក់ខែមួយដ៏សមរម្យដោយផ្អែកទៅតាមសេដ្ឋកិច្ចប្រទេសនីមួយៗរៀងៗខ្លួនខាងក្រោមនេះជាប្រាក់ខែរបស់នាយករដ្ឋមន្ត្រីនៃប្រទេសក្បែរខាងរបស់កម្ពុជាមានថៃនិងវៀតណាមនាយករដ្ឋមន្ត្រីថៃលោកជំទាវ ផែ ថន ថាន ស៊ីណាវ៉ាត់គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃបច្ចុប្បន្នទទួលបានប្រាក់បៀវត្សប្រមាណ$3,676ក្នុងមួយខែហើយបើតាមរបាយការណ៍ពីគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយដែលហៅកាត់ថា NACC បានឲ្យដឹងថាទាំងលោកជំទាវនាយករដ្ឋមន្ត្រីនិងស្វាមីគឺមានទ្រព្យសម្បត្តិសរុបបញ្ចូលគ្នាសរុបចំនួន 13.9 ពាន់លានបាតក្នុងនោះមានផ្ទះ2ខ្នងនៅទីក្រុងឡុងមានដី2កន្លែងនៅកោះហុកខៃដូប្រទេសជប៉ុននិងមានដី12កន្លែងទៀតក្នុងប្រទេសកំណើតព្រមទាំងអចលនទ្រព្យនិងការវិនិយោគដទៃផ្សេងទៀតនាយករដ្ឋមន្ត្រីវៀតណាមឯកឧត្តម ផាំ មិញជីងគឺជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមទទួលបានប្រាក់បៀវត្សប្រមាណ$29 លានប្រហែល$1,150ក្នុងមួយខែនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នទទួលបានប្រាក់បៀវត្សចំនួន10 លានរៀលប្រមាណ$2,500ក្នុងមួយខែប៉ុន្តែក្នុងនោះក៏ត្រូវបង់ពន្ធចំនួន910,000រៀលក្នុងមួយខែទៅវិញផងដែរ